បានលេខធំយើងប្រើលេខ1លេខ1លេខ5តែបើលេខ4 5 6គឺជាលេខមហាសថីគឺជាលេខសថីយើងឃើញលេខឡើងរបស់ខ្ញុំ4 5 6ឯងញ៉េ4 5 6គឺលេខសថីអញ្ចឹង4 5 6អត់ច្រើនពលុទេអត់រើពលុទេអ្នកទូទៅក៏ប្រើលេខ4 5 6បានដែរព្រោះជាលេខសថីខុសពីលេខ2 8 9ឬក៏7 8 9 2 5 9គេហៅថាលេខហងនឹងនេះចឹងហងនឹងនេះសម្រាប់តែអ្នកប្រើ business ធំអ្នកធ្វើ business ធំចឹងអ្នកដែលមាន business ខ្នាតធំរបស់លៀនចាំយើងប្រើលេខហងនឹងនេះប៉ុន្តែបើលេខសថីវិញអ្នកណាប្រើក៏បានដែរ4 5 6ចាប៉ុន្តែ4 5 6យើងប្រើពីចំណុច special កន្លែងនេះអានេះបានបងសាព័ត៌មានមិញសួរថាអាចនឹងច្រឡំទេមិនច្រឡំទេបើទៅមើល4 5 6យើងទៅមើលបន្ទាប់ពីលេខ6មានលេខសូយអត់ហើយលេខ6ជមើល4 5 6 2 8 9មក50សធាចដាក់រាប់ឃើញទេប៉ុន្តែបើ4 5 6 7 8 9សិតរោអត់នេះទេ4 5 6ដូចគ្នាជាលេខមហាសថីប៉ុន្តែកុំភ្លេចណាក៏ដូចលេខ6នៅចិត្តលេខដែលសូយស្មើនឹងការបានប្រៃរបស់យើងយ៉ាងប៉ុន្មានសិតរោចឹងកាលណាយើងប្រើលេខសិលេខសំខាន់បំផុតគឺនៅពេលដែលយើងដាក់លេខរៀងគ្នាមកកុំឲ្យមានលេខសូយនៅជាប់ដើរចំពោះវាkhôngមានការដាក់ចំពោះវិញចឹងលេខទូរស័ព្ទថាអីបានខ្ញុំឲ្យតម្លៃលើលេខទូរស័ព្ទតួលេខបើសិនជាករណីលេខផ្ទះសាមញ្ញព្រោះលេខផ្ទះលេខល្អតែបើកងសុយផ្ទះមិនល្អក៏មិនដាក់ជួយយើងមានបាន